កិច្ចសន្យាទាំងអស់ត្រូវតែមានបោះត្រាប្រសិនបើគូប្រជែងដឹងថាក្រុម Summer គ្មានសំបីតែត្រាផ្លូវការទេមួយនៅក្នុងដៃនាងត្រូវតែនៅទីនេះពិតណាស់ត្រាក្រុមហ៊ុននិងរូបអ្នកទាំងពីរអាចនៅទីនេះបានប៉ុន្តែអ្នកគ្រាន់តែជាក្មេងស្រីម្នាក់តែគ្មានបទពិសោធន៍ការងារក្នុងក្រុមហ៊ុនសោះយកល្អបែបនេះទៅក្នុងពេលនេះខ្ញុំនឹងឲ្យអ្នកធ្វើជាជំនួយការរបស់ខ្ញុំដើម្បីរៀនសូត្រការងារចំណែកឯត្រាវិញទុកនៅខ្ញុំទៅដើម្បីធានាសុវត្ថិភាពលោក Smith ច្បាប់គឺត្រូវតែជាច្បាប់ត្រាតំណាងឲ្យមនុស្សម្នាក់អ្នកណាដែលមានត្រានេះគឺជាអ្នកដែលយើងត្រូវធ្វើតាមនោះជាច្បាប់ដែករបស់កញ្ញា Summer ក្រៅពីនេះខ្ញុំយល់ស្របទាំងស្រុងជាមួយនាងខ្ញុំនឹងប្រើប្រាស់ក្រុមហ៊ុន Ridgeview Group របស់ខ្ញុំផ្ទាល់នឹងការសហការរយៈពេល3ឆ្នាំជាមួយក្រុមរបស់ Summer ដើម្បីធានាឲ្យនាងលោក Fletcher និយាយត្រូវហើយច្បាប់គឺត្រូវតែជាច្បាប់អ្នកណាដែលមានត្រានេះគឺតំណាងឲ្យ Rina Summer នេះជាអ្វីដែលពួកយើងជាដៃគូស្ថាបនិកបានសន្យាផ្ទាល់ជាមួយកញ្ញា Summerល្អណាស់ក្នុងពេលដែលលោក Fletcher និងប្រធាន Lawrence ទូចខ្លាំងបែបនេះខ្ញុំយល់ព្រមឲ្យអ្នកមានកៅអីនៅក្នុងក្រុមប្រឹក្សាភិបាលខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាសោកស្ដាយដែលបានជ្រើសរើសនាងថ្ងៃនេះពួកយើងពិតជាបានទៅធ្វើឲ្យ Richard Smith អាក់អន់ចិត្តទាំងស្រុងហើយតើបងនៅតែហ៊ានត្រឡប់មកវិញហើយរស់នៅទីនេះទៀតឬតើបងមិនខ្លាចថាពេលយប់ងឹតគេនឹងមកកម្ចាត់ពួកយើងចោលទេអីខ្លាចគេធ្វើរឿងឈួតមែនទេកុំបារម្ភអីគេគ្មានសមត្ថភាពធ្វើបែបយ៉ាងទៀតជំងឺរបស់លោកតាត្រូវការតែបរិយាកាសដែលធ្លាប់ស្គាល់ប៉ុណ្ណោះដើម្បីគាត់ពួកយើងត្រូវតែស្នាក់នៅទីនេះប៉ុន្តែជំងឺរបស់លោកតាគ្មានថ្នាំណាព្យាបាលជាទេប៉ុន្មានឆ្នាំមកនេះតើបងប្រកាសទេថាវាអាចព្យាបាលជាជឿជាក់លើខ្ញុំចុះបាទខ្ញុំជឿជាក់លើបងសរុបទៅក្មេងស្រីម្នាក់នោះចង់ប្រើប្រាស់ធ្មគ្មានតម្លៃមួយដើម្បីដណ្ដើមអំណាចវាពិតជាគួរឲ្យហួសចិត្តណាស់ក្មេងស្រីស្រែម្នាក់កាន់ធ្មគ្មានតម្លៃមួយបែរជាគិតថាខ្លួនឯងអាចដើរចូលមកទីនេះបានស្រួលប្រសិនបើមនុស្សដូចនាងនៅតែបន្តនៅក្នុងគ្រួសារយើងវានឹងពេលរឿងនេះខ្ចោកខ្ចាយទៅពួកយើងច្បាស់ជាខ្មាស់គេខ្លាំងមិនខានខ្មាស់គេហាពិតមែនហើយតើប៉ារបស់ឯងមិនចង់ឲ្យពួកចាស់គំរើដែលជ្រើសរើសខាងខុសទាំងនោះសោកស្ដាយទេអីប៉ាអញ្ចឹងពួកយើងធ្វើឲ្យធំតែម្ដងទៅក្នុងពេលដែលនាងបង្កើតរឿងធំដុំក្នុងការត្រឡប់មកវិញនេះពួកយើងរៀបចំពិធីជប់លៀងដ៏ធំដុំនិងប្រណិតជូននាងទៅបន្ទាប់មកនៅចំពោះមុខមនុស្សគ្រប់គ្នាទុកឲ្យអាស្រ័យនឹងស្រីព្រៃផ្សៃនោះបង្ហាញភាពពិតរបស់ពួកគេចុះពួកគេនឹងធ្វើខ្លួនជាមនុស្សងាយល្ងើនៅចំពោះមុខសាធារណជនជាមិនខានហាហាហាតើឯងយល់យ៉ាងណាដែរចំពោះគំនិតនេះល្អតើគម្រោងបច្ចេកវិទ្យានាពេលអនាគតនេះវាជាគម្រោងបោកប្រាស់សោះប្រាក់ចំណេញត្រូវបានបំផង់រហូតដល់ 30% ហើយការចំណាយទាំងអស់សុទ្ធតែត្រូវបានប្រឌិតឡើងពួកគេកំពុងព្យាយាមចាត់ទុកគ្រប់របស់ Summer ដូចជាមនុស្សងាយល្ងើហើយហើយតាក់ទងនឹងកិច្ចសន្យានេះភាគីម្ខាងទៀតត្រូវបានធានាថានឹងឈ្នះប៉ុន្តែគ្រប់របស់ Summer ត្រូវទទួលរងហានិភ័យទាំងអស់ជាមួយនឹងលក្ខខណ្ឌកេងប្រវ័ញ្ចទាំងនេះតើនាយកដ្ឋានច្បាប់បានពិនិត្យវាទាំងបិទភ្នែកមែនទេដូចគ្នាណាស់ដូចគ្នាខ្លាំងណាស់កញ្ញា Summer ខ្សែកែវភ្នែករបស់កញ្ញាដែលយកចិត្តទុកដាក់លើព័ត៌មានលម្អិត
គឺដូចជាអ្នកនាងសាំមើកាលពីខ្ញុំធ្វើការឲ្យគាត់បេះបិទគ្មានខុសគ្នាត្រង់ណាឡើយប្រាប់ខ្ញុំមកតើអ្នកស្គាល់អ្នកនាងសាំមើដែរទេតើទំនាក់ទំនងពិតប្រាកដរបស់អ្នកជាមួយគាត់ជាអ្វីទៅអ៊ំយ៉ែងអ៊ំគ្រាន់តែដឹងថាខ្ញុំដែលឈរនៅទីនេះឥឡូវនេះនិងគាត់ដែលធ្លាប់ឈរនៅទីនេះពីមុនអ្វីដែលពួកយើងចង់ការពារគឺដូចគ្នាហើយខ្ញុំមិនបានមកកាត់ចង្វាក់ទេមែនទេ April តើអញមិនចង់ឲ្យខ្ញុំមកទីនេះនៅរសៀលនេះដើម្បីបង្រៀនខ្ញុំពីរបៀបអានរបាយការណ៍បឋមទេអីមកនេះមកគឺជានាងពិតជានាងមែនសត្វចប់ក្នុងរោមជាមច្បាស់ជាមានបំណងមិនល្អឡើយនៅ April ពេលពួកយើងចូលទៅខាងក្នុងទោះជាអ្នកណាពាក់ព័ន្ធជាមួយនាងក៏ដោយកុំឲ្យឃ្លាតពីភ្នែកខ្ញុំឲ្យសោះគឺខ្ញុំនិយាយទេចាស់យកព្រមវ៉ាយពួកគេរៀបចំធំដុំមែនទែនខ្ញុំគួរតែបួល Drew និង Stella មកចូលរួមកម្មវិធីនេះដែរពួកយើងរៀបចំពិធីជប់លៀងនៅថ្ងៃនេះគឺដើម្បីស្វាគមន៍សាច់ញាតិឆ្ងាយម្នាក់កញ្ញា Summersty បំផុតបានត្រឡប់មកផ្ទះវិញហើយនាងបានចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាលនៃ Summers Group ជាផ្លូវការឥឡូវនេះសូមស្វាគមន៍នាងឡើងលើឆាកដើម្បីមានមិត្តបន្តិចបន្តួចអ្នកដឹងទេរូបរាងនិងមុនស្នេហ៍របស់នាងពិតជាដូចកញ្ញា Summers កាលពីមុនណាស់ចូលរួមក្រុមប្រឹក្សាភិបាលតាំងពីក្មេងបែបនេះតើនាងមានសមត្ថភាពទេតើនាងធ្លាប់ធ្វើអ្វីពីមុនមកទេនាងបានត្រឡប់មកវិញជាមួយលោកនោះគឺ No Smith No Smith ម្នាក់ដែលរត់ចេញពីផ្ទះហើយក្លាយជាមនុស្សទំនើងមែនទេប្រកាសណាស់មនុស្សប្រភេទណាចូលចិត្តសេពគប់មនុស្សប្រភេទនោះហើយនាងច្បាស់ជាមិនខុសគ្នាទេអូព្រះឲ្យគឺជានាងតើអញ្ចឹងនេះជាប្រធានថ្មីរបស់ Summers Group តើ Summers Group ដូចជាកំពុងបដូរទៅឡាយផ្ទាល់ហើយមិនប្លែកទេដែលនាងនៅជាមួយ No Smith ពួកគេដូចគ្នាបេះបិទប្រែថាសុទ្ធតែជាពួកថោកទាបសោះស្រីម្នាក់នោះពូកែសម្ដែងណាស់គួរឲ្យស្ដាយ No Smith មានចរិតឆេវឆាវដូចផៅអីចឹងគាត់នឹងផ្ទុះកំហឹងចំពោះរឿងបន្តិចបន្តួចនៅពេលដែលគាត់ចាប់ផ្ដើមបង្កចំនួននៅលើឆាកគាត់នឹងក្លាយជាការសើចំអកដ៏ធំបំផុតរបស់ Oakridge ដល់ពេលនោះចាំមើលថានរណាអាចទ្រាំនឹងគូសហការដ៏គួរឲ្យខ្មាស់អ៊ីននេះបានទៀតពួកអ្នកឯងមិនដឹងរឿងអីសោះមិនដឹងខ្យល់អីសោះរបៀបដែល April រាំគឺក្បាច់រាំរបស់នាងមានថាមពលខ្លាំងណាស់ហើយរាល់ចលនាគឺត្រូវនឹងចង្វាក់ភ្លេងទាំងអស់តើអ្នកដឹងទេថាមានមនុស្សប៉ុន្មានអ្នកមើលនៅថ្ងៃនោះមានមនុស្ស 10000 អ្នកកំពុងមើលអនឡាញតើអ្នកដឹងទេថានាងទទួលបានកាដូប៉ុន្មានច្រើនដល់ថ្នាក់នេះគឺ$30000តើអ្នកអាចរាំដើម្បីបានកាដូ$30000ទេតើមានអ្នកណាផ្ញើឲ្យអ្នកទេមានកាដូរ៉ុកកែធំទេនរណាខ្វល់វាមិនមែនគ្រាន់តែជាពួកស្រីឡាយអនឡាញធ្វើក្បាច់រាំអន់ទាំងនោះទេអីនរណាក៏ធ្វើបានដែរបើអញ្ចឹងមកសាកមើលឆាកនេះជារបស់អ្នកមីក្រូជារបស់អ្នកភ្លេងក៏ជារបស់អ្នកចាំមើលថាតើអ្នកអាចរាំដើម្បីទទួលបានកាដូ$30000បានដែរឬទេមកកុំខ្លាចអីតើនរណាចង់ឡើងទៅឲ្យខ្ញុំស្លាប់ក៏មិនធ្វើរឿងបែបនេះដែរអ្នកឯងគ្រាន់តែខ្លាចមិនហ៊ានសំបីតែសាកល្បង